សួស្តីអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលចូលចិត្តមើលវីដេអូខ្ញុំផងដែរចាហើយវីដេអូនេះធ្វើឡើងគឺចង់និយាយពីអនុវត្តផ្ទាល់ពីក្រុមគ្រួសារនាងខ្ញុំតែម្ដងបងខ្ញុំសូមប្រាប់ថាអាហារពេលព្រឹកគឺសំខាន់ខ្លាំងបំផុតងើបពីអេកហើយគឺត្រូវតែផឹកទឹក1 កែវឬ 2 កែវទៅអាចយើងព្យាយាមបានប៉ុណ្ណាគឺយើងហូបបានប៉ុណ្ណោះរួចហើយធ្វើអាហារពេលព្រឹករំឆ្អិនគឺយើងអាចហូបបាយពេលព្រឹកមុននឹងហូបភេសជ្ជៈពពុះជាតិហ្គាសជាតិកំប៉ុងអីជាដើមណាបងព្រោះអាហារធម្មពលពេលព្រឹកគឺសំខាន់ខ្លាំងបំផុតសម្រាប់សុខភាពនិងក្រពះហើយបងពេលដែលសុខភាពយើងមានអ្វីគឺមានគ្រប់យ៉ាងតែម្ដងហើយវីដេអូនេះដែរក៏សូមផ្ញើជូនអ្នកដែលចូលចិត្តញ៉ាំកាហ្វេពេលព្រលឹមរហូតដល់ថ្ងៃត្រង់មិនទាន់ឃ្លានបាយសូមកែតម្រូវឲ្យលឿនជាបន្ទាន់បើមិនចង់ដេកលើក្រេពេទ្យអស់លុយទាំងដុំទេហើយខ្ញុំធ្វើឡើងនេះបើខុសក៏សូមអធិស្ឋានប៉ុន្តែគឺបារម្ភខ្លាំងមែនទែនព្រោះខ្ញុំទៅពេទ្យគឺឃើញរោគដដែលដោយសារតែការព្យាយាមកុហកខ្លួនឯងទៅឆ្ងាញ់នឹងកាហ្វេឬគ្រឿងចាំបាយរួចសិនចាំយើងហូបបន្តទៅអត់អីទេតែបើយើងហូបមុនបាយអាចប៉ះពាល់សុខភាពមែនទែនហើយបងប្អូនសួរខ្ញុំថាមិនក៏ទៅពេទ្យនិយាយប្រាប់គេមិនក៏ទៅពេទ្យចាគឺខ្ញុំទៅមើលជំងឺទូទៅដូចជាជំងឺមនុស្សចាស់ដូចម៉ែខ្ញុំអីចឹងណាទៅហើយក៏ឃើញក៏គិតរួចហើយ